សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមអានរាសីប្រចាំខែធ្នូឆ្នាំ2025ដែលខែនេះនៅក្នុងសប្តាហ៍ទាំង12គឺខែជូតមកជាមួយធាតុដីបូកហៅថាខែកណ្ដូលដីដោយគិតចាប់ពីថ្ងៃទី6ខែធ្នូឆ្នាំ2025ដល់ថ្ងៃទី4ខែមករាឆ្នាំ2026ខែនេះជាខែជូតនៅក្នុងឆ្នាំសាញ់1ហេងចំពោះញាក់ត្រូវការធាតុកធាតុដីខធាតុទឹក2ចំពោះឆ្នាំហេងមានឆ្លូវវែកនិងរងនៅក្នុងតួរាសីដែលមានម៉ោងកើតថ្ងៃកើតខែកើតនិងឆ្នាំកំណើតប្រសិនបើឆ្នាំទាំង3នេះមានធាតុត្រូវការជាធាតុដីនិងធាតុទឹកឬតែធាតុដីឬតែធាតុទឹក3មិនល្អចំពោះញាក់មានឆ្នាំចំនួន4កម៉ូមីឆុងប្រែប្រួលផ្លាស់ប្ដូរខម៉ូម៉ែឆុងនិយាយដើមលាបពណ៌ឲ្យទោសទម្លាក់កំហុសកថោឆុងអកតញ្ញូមិនដឹងគុណងរកាឆុងបែកបាក់សាមគ្គីដែលឆ្នាំទាំង4នេះមាននៅក្នុងតួរាសីដែលមានម៉ោងកើតថ្ងៃកើតខែកើតនិងឆ្នាំកំណើតតែឆុងប្រាជាហេងវឹងប្រសិនបើឆ្នាំទាំង4នេះមានធាតុត្រូវការជាធាតុដីនិងធាតុទឹកឬតែធាតុដីឬតែធាតុទឹកសូមគោរពជូនពរសុខភាពល្អវិបូរសុខសុភមង្គលនិងសេចក្តីក្សេមក្សាន្តកើតមានដល់ក្រុមគ្រួសាររបស់លោកអ្នកទាំងអស់គ្នាសូមអរគុណ